ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើរមិនថារដូវប្រាំងឬរដូវវស្សានិងដោយមានការស្នើសុំរបស់អាជ្ញាធរស្រុកខ្សាច់កណ្ដាលពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំវិហារសួរនិងឃុំស៊ីធរស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលនាព្រឹកថ្ងៃទី19ខែមីនាឆ្នាំ2026ឯអាដាមបណ្ឌិតនួនដានីយ៉ែលរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទតំណាងដ៏ខ្ពង់ខ្ពស់អាដាមឆៃរិទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទអញ្ជើញជាអធិបតីភាពបើកការដ្ឋានថ្មីការលើកកម្ពស់គុណភាពផ្លូវក្រាលបេតុងចំនួន1ខ្សែមាន3កំណាត់ប្រវែងសរុប 1800 ម៉ែត្រកំណាត់ទី1និងកំណាត់ទី2ប្រវែងសរុប 1500 ម៉ែត្រទទឹង6ម៉ែត្រកម្រាស់ 0.15 ម៉ែត្រកំណាត់ទី3ប្រវែង300ម៉ែត្រទទឹង5ម៉ែត្រកម្រាស់ 0.15 ម៉ែត្រស្ថិតនៅភូមិព្រៃធំឃុំសន្លង់ភូមិវិហារសួរត្បូងឃុំវិហារសួរភូមិស៊ីធរកើតនិងឃុំស៊ីធរស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលអាដាមបណ្ឌិតនួនដានីយ៉ែលរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទបានមានប្រសាសន៍ថាការសាងសង់ផ្លូវនៅពេលនេះធ្វើឡើងតាមសំណុំពររបស់អាជ្ញាធរមូលដ្ឋានពិសេសប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមកមិនថារដូវប្រាំងឬរដូវវស្សាផ្លូវនេះមានជង្ហុកដក់ទឹកហុយរអិលដែលពិបាកក្នុងការធ្វើដំណើរសម្រាប់សិស្សានុសិស្សទៅសាលារៀនការដឹកកសិផលរបស់ប្រជាកសិករក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់នេះផងដែរអាដាមរដ្ឋលេខាធិការបន្តថាការសាងសង់ផ្លូវនេះគឺពិតជាឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានពិសេសផ្លូវនេះគឺជាប្រភេទផ្លូវដែលមានភាពធន់ក្នុងការបម្រែបម្រួលអាកាសធាតុដែលធានាឲ្យការប្រើប្រាស់បានយូរអង្វែងអាដាមរដ្ឋលេខាធិការបន្ថែមថារាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏ឆ្លៀសវៃប៉ិនប្រសប់ស្វាហាប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ក្នុងនោះក៏បានកំណត់យកផ្លូវជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាក្នុងឱកាសនោះដែរអាដាមរដ្ឋលេខាធិការបានស្នើដល់កងវិស្វកម្មលេខ184ស្ពានថ្នល់ដែលទទួលការសាងសង់ផ្លូវបេតុងនេះត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសដោយធានាថាផ្លូវនេះប្រកបដោយគុណភាពនិងប្រើប្រាស់បានយូរអង្វែងជាមួយគ្នានេះដែរអាដាមរដ្ឋលេខាធិការបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់សងខាងផ្លូវសូមមានការយោគយល់និងអធ្យាស្រ័យនៅពេលដែលផ្លូវនេះកំពុងសាងសង់អាចធ្វើឲ្យរំខានដល់ការធ្វើដំណើរនិងការរស់នៅប្រចាំថ្ងៃពិសេសនៅពេលផ្លូវសាងសង់រួចរាល់សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នាកុំដឹកលើសទម្ងន់កុំចាក់ដីខ្ពស់ជាងផ្លូវកុំចាក់ដីលុបប្រឡាយរំដោះទឹកដែលនាំឲ្យផ្លូវដក់ទឹកឆាប់ខូចនិងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ